បញ្ជូនយើងឲ្យទៅរៀនដល់លោកកុម្មុយនីសក្តីលោកសេរីក្តីលោកដែលទំនើបជាងប្រទេសជាតិយើងក្តីអីក៏យើងទៅរៀនចោះប៉ុន្តែពេលដែលយើងចេះដឹងហើយគឺថាសូមឲ្យមានមនសិការចូលមកប្រទេសដើម្បីរួបរวมជាកម្លាំងមួយក្នុងការជួយកសាងប្រទេសជាតិយើងដែលកំពុងលំបាកនេះបើម្នាក់រៀនចេះហើយទៅនៅឯនោះរៀនចេះហើយទៅនៅឯនោះយូរទៅអ្នកចេះអស់ពីស្រុកហើយពឹងតែអ្នកដែលគ្នាមិនសូវមានបទពិសោធន៍ឬក៏មិនសូវចេះដឹងឲ្យជួយធ្វើកិច្ចការងារហើយយើងជួយទាំងប្រយោលនោះក្នុងជីវភាពប្រទេសជាតិយើងនោះមិនល្អប្រសើរទេគ្នាច្រើនជាកត្តាមួយជំរុញឲ្យជោគជ័យហើយប៉ុន្តែគ្នាច្រើនប្រកបដោយគុណភាពទៀតនោះទើបរឹងរឹកតែអស្ចារ្យប៉ុន្តែសប្តាហ៍ថ្ងៃនេះយើងមិនមែនគ្នាច្រើនទេយើងនៅក្នុងគ្នាតិចហើយខ្វែងដៃខ្វែងជើងនេះទៀតគឺថាចំនួនប្រជាពលរដ្ឋមានតិចប៉ុន្តែការគិតរបស់ប្រជាពលរដ្ឋផ្នែកគំនិតរបស់ប្រជាពលរដ្ឋមានមិនត្រូវគ្នាបើរឿងយ៉ាងណាមិញផលវិជ្ជមាននិងអវិជ្ជមានក៏ដូចគ្នាដែរបើសម័យយើងនេះពលរដ្ឋអវិជ្ជមានប៉ុណ្ណឹងទៅហើយតទៅមុខទៀតយ៉ាងម៉េចទៅវិញក្មេងចំនួនក្រោយយ៉ាងម៉េចទៅវិញមិនរឹងរឹតដែរពិបាកជាងនឹងទៅទៀតបើគ្រាន់តែយើងវ័យ30 20បច្ចុប្បន្ននេះយើងលែងចង់ធ្វើខ្មែរទៅហើយហ្នឹងរហូតដល់មានបំណងចង់ទៅធ្វើជនជាតិអាមេរិកចង់ទៅធ្វើជនជាតិអូស្ត្រាលីចង់ទៅធ្វើជនជាតិដទៃលែងចង់ធ្វើជនជាតិខ្មែរខ្លួនឯងមកទៅហើយហ្នឹងអញ្ចឹងតើកូនយើងចំនួនក្រោយจะមានមនោសញ្ចេតនាជាមួយខ្មែរតាមរយៈណាទៀតម៉ែឪលែងចង់ធ្វើខ្មែរហើយតើកូនប្រមាណភាគរយទៅដែលចង់ធ្វើខ្មែរចង់កើតជាខ្មែរទៀតហ្នឹងគាត់យើងរបៀបម៉េចឲ្យមានសិលធម៌ល្អបញ្ហាដែលយើងមានដូចជាសម្រាមដូចជាអីដែលយើងគួរធ្វើម៉េចដើម្បីប្រជាពលរដ្ឋយើងយល់ដឹងផ្នែកសម្រាមឲ្យប្រជាពលរដ្ឋយើងយល់ដឹងផ្នែកគោរពសិទ្ធិមុននឹងក្រោយគឺថាសិទ្ធិទៅត្រូវការអ្នកចេះហើយយើងកុំឆ្ងល់ទៅហេតុអីប្រទេសជាតិយើងវាពិបាកកែដោយសារតែអ្នកមិនចេះវាច្រើនជាងអ្នកចេះតែប៉ុណ្្នឹងឯងចឹងដល់ណាគ្នាច្រើនដល់នងឈ្នះហើយនឹងឈ្នះហើយអញ្ចឹងបានតែពេលខ្លះយើងសបាយហួរនឹងអញ្ចឹងទៅសបាយហួរផ្លេចគិតក្នុងការជួយគ្នាណាយើងចេះតែបង្កើតតែបញ្ហាដោយសារតែបញ្ហាវាមាននឹងហើយបានតែនាំគ្នាចូលរួមធ្វើម៉េចជួយកែប្រែបញ្ហានឹងផ្ដើមពីមនុស្សម្នាក់ទៅតែមានមនុស្សម្នាក់មានគ្រួសារមួយតែមានគ្រួសារមួយគំរូនឹងបង្កើតឲ្យមានភូមិមួយគំរូតែបង្កើតឲ្យមានភូមិមួយគំរូនឹងបង្កើតឲ្យមានស្រុកឃុំមួយគំរូកាលណាមានឃុំមួយគំរូនឹងបង្កើតឲ្យមានស្រុកមួយគំរូកាលណាមានស្រុកមួយគំរូនឹងបង្កើតឲ្យមានខេត្តមួយគំរូកាលណាប្រជាពលរដ្ឋក្នុងខេត្តមួយគំរូនឹងទទួលបានប្រទេសជាតិមួយប្រជាជនមួយប្រជាជាតិមួយដែលជាប្រជាជាតិគំរូផែនដីជាធំកុំបង្វែងដោយការបែកបាក់ដោយការចាញ់បោកមនោគមរបស់បរទេសអីជាដើមឡើយព្រោះថាជាតិយើងកំសត់ពេកមកហើយយូរលង់ណាស់មកហើយដែលយើងមើលគ្នាលែងស្គាល់យូរលង់ណាស់មកហើយដែលគ្នាដែលយើងមិនស្រឡាញ់គ្នាពិតប្រាកដយូរលង់ណាស់មកហើយដែលយើងមើលបំណាំគ្នាយូរណាស់មកហើយដែលយើងហែកទ្រុងឲ្យក្អែកចោះយូរណាស់មកហើយដែលយើងយកឈើទៅឆ្កៀលដំបៅឲ្យចេញឈាមមកដល់ពេលនេះយើងចង់បន្តជីវភាពបែបនេះបន្តណាទៀតក៏បីភ្ញាក់រលឹកជួយជ្រោមជ្រែងគ្នាដែលគិតផលប្រយោជន៍
ជាជាតិមួយខ្លាំងទៅបានរឹងមាំទៅបានអាស្រ័យតែមានអ្នកចេះប៉ុន្តែអ្នកចេះមួយយ៉ាងក៏មិនគ្រប់គ្រាន់ដែរតលតែអ្នកដែលចេះនោះប្រកបដោយមនសិការទៀតទើបជាតិនោះរុងរឿងចម្រុងចម្រើនទៅបានដែលមានសញ្ជាតិជាខ្មែរទោះនៅទីណាកន្លែងណាក៏ដោយសូមឲ្យគិតប្រយោជន៍រួមជាធំឲ្យគិតផែនដីជាធំកុំបង្វែងដោយការបែកបាក់ដោយការចាញ់បោកមនោគមរបស់បរទេសអីជាដើមឡើយព្រោះថាជាតិយើងកំសត់ពេកមកហើយយូរលងណាស់មកហើយដែលយើងមើលគ្នាលែងស្គាល់យូរលងណាស់មកហើយដែលគ្នាដែលយើងមិនស្រឡាញ់គ្នាពិតប្រាកដយូរលងណាស់មកហើយដែលយើងមើលបំណាំគ្នាយូរណាស់មកហើយដែលយើងហែកទ្រុងឲ្យក្អែកចោះយូរណាស់មកហើយដែលយើងយកឈើទៅឆ្កៀលដំបៅឲ្យចេញឈាមមកដល់ពេលនេះយើងចង់បន្តជីវភាពបែបនេះបន្តណាទៀតក៏បីភ្ញាក់រលឹកជួយជ្រោមជ្រែងគ្នាដែលគិតផលប្រយោជន៍ជាជាតិមួយខ្លាំងទៅបានរឹងមាំទៅបានអាស្រ័យតែមានអ្នកចេះប៉ុន្តែអ្នកចេះមួយយ៉ាងក៏មិនគ្រប់គ្រាន់ដែរតលតែអ្នកដែលចេះនោះប្រកបដោយមនសិការទៀតទើបជាតិនោះរុងរឿងចម្រុងចម្រើនទៅបានបញ្ហាសេដ្ឋកិច្ចក្តីបញ្ហាព្រំដែនក្តីគេមិនដែលយកដងទង់ជាតិទៅបក់កវីថាខ្លួនជាអ្នកស្នេហាទេដើម្បីការពារអធិបតេយ្យបានដើម្បីការពារទឹកដីព្រំដែនក៏ដូចជាសេដ្ឋកិច្ចបានទាល់តែប្រជាពលរដ្ឋក្នុងខ្លាំងគ្រប់សពបែបយ៉ាងតែកាលណានិយាយរឿងព្រំដែនគេក៏លេចតែមើលសភាពវត្តដែរទេណាគ្រាន់បើជាងមានអត្ថភាពជាងហើយគេមិនដែលនិយាយរឿងព្រំដែនតែណាកាន់ដងទង់ជាតិច្រើនជាងថាគ្រាន់បើច្រើនជាងគេទេហើយប្រទេសដែលមានសភាវុធការពារអធិបតេយ្យបានច្រើនបន្តតែប្រជាពលរដ្ឋមានហើយប្រជាពលរដ្ឋមានតប្រជាពលរដ្ឋប្រឹងប្រែងហើយប្រជាពលរដ្ឋប្រឹងប្រែងមិនមែនប្រឹងប្រែងរំលោភបំពានទេប៉ុន្តែប្រឹងប្រែងចេញពីសមត្ថភាពប្រឹងប្រែងរៀនសូត្រជាដើមព្រោះយើងសប្បាយពេកសប្បាយរហូតដល់មិនដឹងថាខ្លួនឯងកំពុងតែនៅក្នុងចំណុចណាអញ្ចឹងនិយាយមកនេះមិនមែនចង់មានន័យអ្វីផ្សេងក្រៅពីន័យត្រង់ដែលថាចង់ឲ្យយើងលែងយ៉ាងម៉េចប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានចេះដឹងពេលដែលយើងចេះដឹងហើយត្រូវធ្វើការប្រកបដោយមនសិការទី1ដែលយើងត្រូវចងចាំគឺថាយើងត្រូវប្រកាន់ជាប់ថាយើងជាខ្មែរទោះតែនៅដល់ដីណាទឹកណាក៏ដោយត្រូវកុំភ្លេចចងចាំតែខ្លួនឯងជាខ្មែរសោះហើយត្រឡប់មកជួយខ្មែរវិញមិនថាម្ដាយឪពុកយើងមានទ្រព្យសម្បត្តិមានលទ្ធភាពបញ្ជូនយើងឲ្យទៅរៀនដល់ក្រៅប្រទេសឯណាទេមិនថាគេបង្រៀនបញ្ជូនយើងឲ្យទៅរៀនដល់លោកកុម្មុយនីសក្តីលោកសេរីក្តីលោកដែលទំនើបជាងប្រទេសជាតិយើងក្តីអីក៏យើងទៅរៀនចោះប៉ុន្តែពេលដែលយើងចេះដឹងហើយគឺថាសូមឲ្យមានមនសិការចូលមកប្រទេសដើម្បីរួបរวมជាកម្លាំងមួយក្នុងការជួយកសាងប្រទេសជាតិយើងដែលកំពុងលំបាកនេះបើម្នាក់រៀនចេះហើយទៅនៅឯនោះរៀនចេះហើយទៅនៅឯនោះយូរទៅអ្នកចេះអស់ពីស្រុកហើយពឹងតែអ្នកដែលគ្នាមិនសូវមានបទពិសោធន៍ឬក៏មិនសូវចេះដឹងឲ្យជួយធ្វើកិច្ចការងារហើយយើងជួយទាំងប្រយោជន៍នោះក្នុងជីវភាពប្រទេសជាតិយើងនោះមិនល្អប្រសើរទេថ្ងៃក្រោយទៅពេលដែលឮសំឡេងជួងនឹងទៅហាក់បីដូចជាឮសំឡេងបកគោស្រែកចឹងយ៉ាងណាមុងចឹងទៅតំណាងថាបចឹងទៅណាយើងចេះតែឧបមាទៅជាសំឡេងមួយជាសារដាស់តឿនឲ្យយើងភ្ញាក់រលឹកនាំគ្នាខំសាងសេចក្តីល្អប្រព្រឹត្តសុចរិត
ប្រឹងប្រែងរៀនសូត្រសិក្សាដើម្បីជាសសរទ្រូងដើម្បីជាអនាគតមនុស្សម្នាក់ដែលអាចជាប្រយោជន៍ដល់ជាតិរបស់យើងព្រោះប្រជាជនយើងគឺថាមិនទាន់បានបំពេញនៅកាតព្វកិច្ចក្នុងការតបស្នងសងគុណដល់បុព្វហេតុជាតិទឹកដីនៅឡើយគ្រប់គ្នានៅឡើយទេមានដែរអ្នកដែលជួយជុំជ្រែងប៉ុន្តែមានមួយចំនួនប៉ុន្តែមួយចំនួនទៀតរវល់តែនឹងភាពសប្បាយហួសព្រំដែនរវល់តែនឹងភាពទិហាហួសព្រំដែនរវល់តែភាពភ្លើតភ្លើនរហូតផ្លិចរៀនផ្លិចសូត្រផ្លិចបំពេញកាតព្វកិច្ចទួនាទីជាសិស្សល្អជាកូនល្អជាមន្ត្រីល្អជាប្រជាពលរដ្ឋល្អជាដើមយើងមើលឃើញហេតុដែលនាំឲ្យសប្បាយរីករាយក្នុងពេលខ្លីតែមិនបានឃើញពីសេចក្តីវិនាសក្នុងកាលខាងមុខដែលមានពេលវែងចឹងហើយបុរាណយើងលោកទុកមរតកឲ្យយើងសឹកតែមានអត្ថន័យឲ្យយើងពិចារណាឲ្យយើងពិចារណាប៉ុន្តែយើងមិនបានពិចារណាតាមន័យធៀបហើយក៏មិនបានត្រេះរិះតាមន័យត្រង់ទៅទៀតធ្វើឲ្យកើតភាពដណ្ដាបទៅយូរមនុស្សមានសមត្ថភាពក៏ធ្វើអីលែងកើតបានតែបណ្ដោយទឹកបណ្ដោយតែតាមទឹកហូរធ្វើឲ្យយើងទៅជាប្រជាជាតិមួយដែលធ្លាប់តែស្មោះត្រង់ធ្លាប់តែរួបរួមធ្លាប់តែសាមគ្គីបែរទៅជានៅដោយបកដោយពួកដោយក្រុមបាត់បង់នៅមនសិការៈក្នុងការការពារក្នុងការជួយសម្រាប់ផលប្រយោជន៍បងប្អូនខ្លួនឯងសម្រាប់ផលប្រយោជន៍ប្រទេសជាតិខ្លួនឯងសម្រាប់ផលប្រយោជន៍មាតុភូមិខ្លួនឯងជាដែរទាំងអស់នេះមិនមែនជាកំហុសអ្នកណាទេទាំងអស់នេះជាផ្នត់គំនិតដែលយើងរាល់ថ្ងៃកំពុងតែមាននៅក្នុងប្រជាពលរដ្ឋយើងនៅក្នុងមនុស្សយើងដែលបានគិតពីរឿងរួមតិចតួចណាស់ប៉ុន្តែនាំគ្នាគិតផលប្រយោជន៍មួយពេលឲ្យហួសរហូតដល់យើងនឹងធ្វើដំណើរទៅក្នុងកាលដែលពិបាកនឹងទទួលយកបានអញ្ចឹងលេខយ៉ាងម៉េចសូមផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងកម្ពុជារដ្ឋជាពិសេសដែលមានសញ្ជាតិជាខ្មែរទោះនៅទីណាកន្លែងណាក៏ដោយសូមឲ្យគិតប្រយោជន៍រួមជាធំឲ្យគិតផែនដីជាធំកុំបង្វែងដោយការបែកបាក់ដោយការចាញ់បោកមនោគមរបស់បរទេសអីជាដើមឡើយព្រោះថាជាតិយើងកំសត់ពេកមកហើយយូរលង់ណាស់មកហើយដែលយើងមើលគ្នាលែងស្គាល់យូរលង់ណាស់មកហើយដែលគ្នាដែលយើងមិនស្រឡាញ់គ្នាពិតប្រាកដយូរលង់ណាស់មកហើយដែលយើងមើលបំណាំគ្នាយូរណាស់មកហើយដែលយើងហែកទ្រុងឲ្យក្អែកចោះយូរណាស់មកហើយដែលយើងយកឈើទៅឆ្កៀលដំបៅឲ្យចេញឈាមមកដល់ពេលនេះយើងចង់បន្តជីវភាពបែបនេះបន្តណាទៀតក៏បីភ្ញាក់រលឹកជួយជ្រោមជ្រែងគ្នាដែលគិតផលប្រយោជន៍ជាជាតិមួយខ្លាំងទៅបានរឹងមាំទៅបានអាស្រ័យតែមានអ្នកចេះប៉ុន្តែអ្នកចេះមួយយ៉ាងក៏មិនគ្រប់គ្រាន់ដែរតលតែអ្នកដែលចេះនោះប្រកបដោយមនសិការទៀតទើបជាតិនោះរុងរឿងចម្រុងចម្រើនទៅបានបញ្ហាសេដ្ឋកិច្ចក្តីបញ្ហាព្រំដែនក្តីគេមិនដែលយកដងទង់ជាតិទៅបក់កវីថាខ្លួនជាអ្នកស្នេហាទេ
ដើម្បីការពារអធិបតេយ្យបានដើម្បីការពារទឹកដីព្រំដែនក៏ដូចជាសេដ្ឋកិច្ចបានទាល់តែប្រជាពលរដ្ឋក្នុងខ្លាំងគ្រប់សពបែបយ៉ាងតែកាលណានិយាយរឿងព្រំដែនគេក៏លេចតែមើលសភាពវត្តដែរទេសនាគ្រាន់បើជាងមានអត្ថភាពជាងហើយគេមិនដែលនិយាយរឿងព្រំដែនតែណាកាន់ដងទងជាតិច្រើនជាងថាគ្រាន់បើច្រើនជាងគេទេហើយប្រទេសដែលមានសភាវុធការពារអធិបតេយ្យបានច្រើនបន្តតែប្រជាពលរដ្ឋមានហើយប្រជាពលរដ្ឋមានតប្រជាពលរដ្ឋប្រឹងប្រែងហើយប្រជាពលរដ្ឋប្រឹងប្រែងមិនមែនប្រឹងប្រែងរំលោភបំពានទេប៉ុន្តែប្រឹងប្រែងចេញពីសមត្ថភាពប្រឹងប្រែងរៀនសូត្រជាដើមព្រោះយើងសប្បាយពេកសប្បាយរហូតដល់មិនដឹងថាខ្លួនឯងកំពុងតែនៅក្នុងចំណុចណាអញ្ចឹងនិយាយមកនេះមិនមែនចង់មានន័យអ្វីផ្សេងក្រៅពីន័យត្រង់ដែលថាចង់ឲ្យយើងលែងយ៉ាងម៉េចប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានចេះដឹងពេលដែលយើងចេះដឹងហើយត្រូវធ្វើការប្រកបដោយមនសិការទី1ដែលយើងត្រូវចងចាំគឺថាយើងត្រូវប្រកាន់ជាប់ថាយើងជាខ្មែរទោះតែនៅដល់ដីណាទឹកណាក៏ដោយត្រូវកុំភ្លេចចងចាំតែខ្លួនឯងជាខ្មែរសោះហើយត្រឡប់មកជួយខ្មែរវិញមិនថាម្ដាយឪពុកយើងមានទ្រព្យសម្បត្តិមានលទ្ធភាពបញ្ជូនយើងឲ្យទៅរៀនដល់ក្រៅប្រទេសឯណាទេមិនថាគេបង្រៀនបញ្ជូនយើងឲ្យទៅរៀនដល់លោកកុម្មុយនីសក្តីលោកសេរីក្តីលោកដែលទំនើបជាងប្រទេសជាតិយើងក្តីអីក៏យើងទៅរៀនចោះប៉ុន្តែពេលដែលយើងចេះដឹងហើយគឺថាសូមឲ្យមានមនសិការចូលមកប្រទេសដើម្បីរួបរวมជាកម្លាំងមួយក្នុងការជួយកសាងប្រទេសជាតិយើងដែលកំពុងលំបាកនេះបើម្នាក់រៀនចេះហើយទៅនៅឯនោះរៀនចេះហើយទៅនៅឯនោះយូរទៅអ្នកចេះអស់ពីស្រុកហើយពឹងតែអ្នកដែលគ្នាមិនសូវមានបទពិសោធន៍ឬក៏មិនសូវចេះដឹងឲ្យជួយធ្វើកិច្ចការងារហើយយើងជួយទាំងប្រយោលនោះក្នុងជីវភាពប្រទេសជាតិយើងនោះមិនល្អប្រសើរពេកទេគ្នាច្រើនជាកត្តាមួយជំរុញឲ្យជោគជ័យហើយប៉ុន្តែគ្នាច្រើនប្រកបដោយគុណភាពទៀតនោះទើបរឹងរឹកតែអស្ចារ្យប៉ុន្តែសប្តាហ៍ថ្ងៃនេះយើងមិនមែនគ្នាច្រើនទេយើងនៅក្នុងគ្នាតិចហើយខ្វែងដៃខ្វែងជើងនេះទៀតគឺថាចំនួនប្រជាពលរដ្ឋមានតិចប៉ុន្តែការគិតរបស់ប្រជាពលរដ្ឋផ្នែកគំនិតរបស់ប្រជាពលរដ្ឋមានមិនត្រូវគ្នាបើរឿងធ្វើការងាររឿងគិតគូរអ្វីផ្សេងនេះគឺថាគិតមិនត្រូវគ្នាទេប៉ុន្តែរឿងដែលគិតត្រូវគ្នាគឺរឿងសប្បាយតែរឿងសប្បាយហ្នឹងគឺថាត្រូវគ្នាណាអត់ចេះតោះអត់ចេះខុសអីទេប៉ុន្តែរាល់គំនិតដែលជាមនសិការក្នុងការបម្រើផលប្រយោជន៍រួមនេះយើងនៅមានប៉ះចន្លោះនេះជានិស័យជាចរិតដែលប្រជាពលរដ្ឋយើងកំពុងតែមានហើយបើបន្តទៅបែបនឹងទៀតយើងមិនទៅមុខទេបើទៅមុខក៏ទៅដោយលំបាកដែរខ្ញុំបណ្ដាស្មើចេះតែដាស់តឿនថាមិនអាចពឹងមនុស្សម្នាក់ទេបន្ទាប់តែពឹងមនុស្សទាំងអស់គ្នាឲ្យមនុស្សម្នាក់ទៅអូសទាញមនុស្ស 3-4 លានអ្នក10លានអ្នកឲ្យដើរទៅមុខដោយមួយដេចនឹងរួចទៅតតែមនុស្សទាំងអស់នោះប្រឹងប្រែងទៅខ្លួនឯងផងអាហ្នឹងទៅបានលឿនយើងពឹងតែមេភូមិមិនដែលប្រជាពលរដ្ឋអបសហការពេលតែរឿងគេខ្លះអញ្ចឹងជាពលរដ្ឋយើងច្រើនតែមិនខ្វល់ពីខ្យល់ហើយដេកចាំតែលហើយអញ្ចឹងបើយើងសហការគ្នាទៅយើងរួបរวมសាមគ្គីគ្នាទៅលែងអីយើងនឹងទទួលបានផ្លែផ្កា
ជាផលវិជ្ជមានទេប៉ុន្តែបើយើងអត់សហការគ្នាអត់សាមគ្គីគ្នាទេដេកមើលកំណាំនេះទេអាហ្នឹងគឺថាវិវោហើយហៅលេងលឺហើយនឹងត្រឹមយើងប៉ុណ្ណឹងនៅពិបាកនិយាយគ្នាចិត្តតម្រង់តែកូនចៅយើងទៅមុខទៀតពិបាកនិយាយគ្នាខ្លាំងប៉ុណ្ណាទៅព្រោះថ្មតែប្រេះហើយវាប្រេះធំទៅក៏មិនដែលប្រេះហើយស្នាមនឹងតូចទៅទេលោករមើលទៅចុះសំពត់ក៏អាវក៏ដូចគ្នាដែរតែកាលណារហែកហើយមិនដែលរហែកតូចទៅទេវាមានតែរហែកធំទៅយ៉ាងណាមិញផលវិជ្ជមាននិងអវិជ្ជមានក៏ដូចគ្នាដែរបើសម័យយើងនេះពលរដ្ឋអវិជ្ជមានប៉ុណ្ណឹងទៅហើយតទៅមុខទៀតយ៉ាងម៉េចទៅវិញក្មេងចំនួនក្រោយយ៉ាងម៉េចទៅវិញមិនរឹងរឹតដែរពិបាកជាងនឹងទៅទៀតបើគ្រាន់តែយើងវ័យ30 20បច្ចុប្បន្ននេះយើងលែងចង់ធ្វើខ្មែរទៅហើយហ្នឹងរហូតដល់មានបំណងចង់ទៅធ្វើជនជាតិអាមេរិកចង់ទៅធ្វើជនជាតិអូស្ត្រាលីចង់ទៅធ្វើជនជាតិដទៃលែងចង់ធ្វើជនជាតិខ្មែរខ្លួនឯងមកទៅហើយហ្នឹងអញ្ចឹងតើកូនយើងចំនួនក្រោយទៅមានមនោសញ្ចេតនាជាមួយខ្មែរតាមរយៈណាទៀតម៉ែឪលែងចង់ធ្វើខ្មែរហើយតើកូនប្រមាណភាគរយទៅដែលចង់ធ្វើខ្មែរចង់កើតជាខ្មែរទៀតហ្នឹងហើយខ្មែរក៏អភ័ព្វអីម្ល៉េះបង្កើតទឹកដីឲ្យគេកើតឲ្យគេរស់ដល់តែគេធំដឹងក្តីគេលែងចង់ធ្វើខ្មែរអញ្ចឹងតើតទៅទៀតសល់អីហើយកុំបន្ទោសថាមិនបានជនជាតិដទៃគេចូលមកនៅដីខ្មែរព្រោះវាទលាយដីមិនទាន់ចង្អៀតទេណា6ទៅ10លានអ្នកដីប្រប៉ុណ្ណានៃនៅខំរត់ទៅក្រៅបដាទៀតទៅរៀនមិនជាបញ្ហាទេទៅរៀនមិនមែនជាកំហុសទេប៉ុន្តែរៀនចេះហើយមិនព្រមមកជួយអានឹងបានរឿងយ៉ាប់យើងគ្រាន់តែយល់លេសថាប្រាក់ខែតិចមិនមកធ្វើទេធ្វើនៅខាងក្រៅទៅបានប្រាក់ខែច្រើនដោយសារតែប្រទេសជាតិយើងកំពុងមានប្រាក់ខែតិចនឹងហើយបានតែរកអ្នកចេះមកធ្វើជួយធ្វើម៉េចឲ្យឆាប់បានកំណើនជីវភាពនឹងវាគ្រាន់បើឡើងដើម្បីបង្កើនកំណើនសេដ្ឋកិច្ចរបស់យើងប្រទេសជាតិដែលកំពុងជួបសង្គ្រាមគេត្រូវការរកយុវជនយុវរីអ្នកក្លាហានត្រឹមត្រូវហើយប៉ុន្តែពេលដែលប្រទេសទទួលបានសុខសន្តិភាពគេត្រូវការអ្នកចេះឲ្យច្រើនអ្នកចេះកុំបាច់និយាយដល់តែចេះផ្នែកនយោបាយដឹកនាំរដ្ឋអីនោះគ្រាន់តែធ្វើម៉េចកែច្នៃស្រូវឲ្យទទួលបានទិន្នផលល្អគេហៅថាអ្នកចេះហើយមិនមែនថាទេតតែចេះដឹកនាំរដ្ឋចាំមកចូលរដ្ឋមិនមែនទេព្រោះការងាររដ្ឋជាការងាររបស់ថ្នាក់ដឹកនាំប៉ុន្តែការងារដែលចាំបាច់ឧទាហរណ៍យ៉ាងជាក់ស្ដែងតើយើងបរៀនប្រជាពលរដ្ឋយើងឲ្យចេះធ្វើស្រូវរបៀបម៉េចទទួលបានទិន្នផលល្អចេះធ្វើដំណាំរបៀបម៉េចទទួលបានទិន្នផលល្អហើយបង្រៀនប្រជាពលរដ្ឋយើងរបៀបម៉េចឲ្យមានសិលធម៌ល្អបញ្ហាដែលយើងមានដូចជាសម្រាមដូចជាអីដែលយើងគួរធ្វើម៉េចដើម្បីប្រជាពលរដ្ឋយើងយល់ដឹងផ្នែកសម្រាមឲ្យប្រជាពលរដ្ឋយើងយល់ដឹងផ្នែកគោរពសិទ្ធិមុននឹងក្រោយគឺថាសិទ្ធិទៅត្រូវការអ្នកចេះហើយយើងកុំឆ្ងល់ទៅហេតុអីប្រទេសជាតិយើងវាពិបាកតែដោយសារតែអ្នកមិនចេះវាច្រើនជាងអ្នកចេះតែប៉ុណ្្នឹងឯងចឹងនរណាគ្នាច្រើននៅក្នុងឈ្នះហើយនឹងឈ្នះហើយអញ្ចឹងបានតែពេលខ្លះយើងសបាយហួរនឹងអញ្ចឹងទៅសបាយហួរផ្លេចគិតក្នុងការជួយគ្នាណាយើងចេះតែបង្កើតតែបញ្ហាដោយសារតែបញ្ហាវាមាននឹងហើយបានតែនាំគ្នាចូលរួមធ្វើម៉េចជួយកែប្រែបញ្ហានឹងផ្ដើមពីមនុស្សម្នាក់ទៅ
តែមានមនុស្សម្នាក់មានគ្រួសារមួយតែមានគ្រួសារមួយគំរូនឹងបង្កើតឲ្យមានភូមិមួយគំរូតែបង្កើតឲ្យមានភូមិមួយគំរូនឹងបង្កើតឲ្យមានស្រុកឃុំមួយគំរូកាលណាមានឃុំមួយគំរូនឹងបង្កើតឲ្យមានស្រុកមួយគំរូកាលណាមានស្រុកមួយគំរូនឹងបង្កើតឲ្យមានខេត្តមួយគំរូកាលណាប្រជាពលរដ្ឋក្នុងខេត្តមួយគំរូនឹងទទួលបានប្រទេសជាតិមួយប្រជាជនមួយប្រជាជាតិមួយដែលជាប្រជាជាតិគំរូរឿងវានៅប៉ុណ្ណឹងយើងថាយើងស្រឡាញ់ខ្មែរចុះតើប្រជាពលរដ្ឋខ្មែរប្រមាណភាគរយដែលប្រើប្រាស់ផលិតផលខ្មែរគឺចំណង់ចំណូលចិត្តមិនសូវជាចង់ប្រើរបស់ខ្លួនឯងទេផ្នែកគំនិតនេះដុសមកពីកៅអៅបេះដូងយើងគឺថាយើងចង់ប្រើរបស់ប្រទេសជិតខាងដោយសំអាងលើគុណភាពឬក៏សំអាងលើកត្តាផ្សេងៗអីជាដែរចំណុចតូចៗទាំងអស់នេះដែលខ្មែរយើងនៅខ្វះចន្លោះហើយការខ្វះការយកចិត្តទុកដាក់ប្រទេសជាតិយើងក៏មិនមែនក្រដល់ថ្នាក់រកអ្វីមកកែច្នៃលម្អរបស់ខ្លួនឯងឲ្យមើលទៅមានភាពតាក់ទាញសោះនោះទេប៉ុន្តែពេលខ្លះយើងអាងហើយយើងខ្វះទំនួលខុសត្រូវរៀងៗខ្លួនយូរទៅក៏វាកើតជាយូរទៅដោយសពថ្ងៃអញ្ចឹងទៅអញ្ចឹងលេខយ៉ាងម៉េចសូមឲ្យយើងគប្បីរួបរวมគ្នាគិតគូរសារជាថ្មីហើយផ្ដើមពីយើងធ្វើជាមនុស្សគំរូជាពលរដ្ឋគំរូទៅយូរលែងអីនឹងកូនចៅយើងល្អប្រសើរទៅអញ្ចឹងមានប៉ុណ្ណឹងទៅជាចុងក្រោយសូមជូនពរដល់អិសរាធិបតីសម័យដើមទៀនលោកអញ្ញាដើមលំជាទាំងអស់មកប្រជាពុទ្ធបរិស័ទដែលរួមចំណែកក្នុងជួងក្តីក្នុងសមិទ្ធផលផ្សេងក្តីក្នុងពុទ្ធបាទក្តីក្នុងរូបសំណាកព្រះគោក្តីរូបណាអ្វីនឹងអស់នេះក្តីសូមឲ្យបាននៅសេចក្តីសុខជាភ័យយោភាទៅអនាគតសូមឲ្យទេវតារក្សាការពារคุ้មគ្រងអភិបាលរក្សាលោកគិតប្រាថ្នាយ៉ាងណាសូមឲ្យបានសម្រេចគ្រប់សារពើទាំងអស់កុំបីខ្លាចទៅជាបការៈដល់តែឡើយ